ថ្ងៃនេះលោកគ្រូសូមធ្វើការបញ្យល់បន្ថែមពាក់ព័ន្ធទៅនឹងបាទរកបរិមាណរង្វង់តែរកបរិមាណរង្វង់នេះគឺគេឲ្យជាចំនួនកម្មដែលគេឲ្យកម្មណាចេញពីផ្ចិតបាទចំណុចកណ្ដាលមកកែមរង្វង់ដែលជាបរិមាណជុំវិញនេះអញ្ចឹងតើបើសិនជាគេឲ្យកម្មរបស់យើងស្មើ5សង់ទីម៉ែត្រតើចម្លើយរបស់យើងគឺបរិមាណរបស់វាស្មើនឹងប៉ុន្មានទៅបាទលោកគ្រូនឹងបង្ហាញយើងបន្ថែមទៅលើការរកបរិមាណរង្វង់នេះបាទទៅជាមួយលោកគ្រូទាំងអស់គ្នាគឺក្នុងករណីគេឲ្យកម្មរបស់យើងស្មើ5សង់ទីម៉ែត្រអញ្ចឹងយើងដឹងកម្មហើយយើងទៅតាមរូបមន្តរបស់យើង2ស្មើ2 pi r បាទស្មើ2 pi r អត់មានអីពិបាកទេអញ្ចឹងដែលគេឲ្យកម្មរបស់យើងពីផ្ចិតកណ្ដាលមកកែមរង្វង់នេះគឺគេហៅថាកម្មបាទអញ្ចឹងកម្មរបស់យើងស្មើ5សង់ទីម៉ែត្រអញ្ចឹងយើងជំនួសលេខយើងចូលទៅគឺស្មើ2បាទ2គុណឲ្យ pi trongចំណុចនេះយើងត្រូវដឹងថា pi របស់យើងតម្លៃថេតម្លៃនៅដដែលអត់មានការប្រែប្រួលទៅណាទេគឺតម្លៃ pi របស់យើងគឺស្មើនឹងបាទយើងគុណនឹង3.14បាទ14ហើយយើងគុណនឹង r ai របស់យើងនេះគឺជាកម្មគឺស្មើ5សង់ទីម៉ែត្របាទយើងគុណនឹង5យើងគុណនឹង5សង់ទីម៉ែត្របាទយើងគុណទៅឃើញ31បាទចុច40សង់ទីម៉ែត្របាទនេះគឺជាចម្លើយរបស់វាបាទ